សួស្តីបងប្អូនទាំងអស់គ្នានេះគឺការស្វាយកំពុងតែរីកតើបងប្អូនដឹងទេថាផ្កាស្វាយគឺជាប្រភេទផ្កាដែលជាពហុភេទមានន័យថានៅក្នុងចំណោមមួយតងរបស់ផ្កាស្វាយមួយតងស្មៃរបស់ផ្កាស្វាយហ្នឹងវាជាពហុភេទអញ្ចឹងមានភេទញីហើយនិងភេទឈ្មោលបាទតើបងប្អូនស្គាល់ទេថាតើផ្កាស្វាយប្រភេទណាគេហៅថាផ្កាស្វាយញីផ្កាស្វាយប្រភេទណាគេហៅផ្កាស្វាយភេទឈ្មោលនេះខ្ញុំណែនាំឲ្យបងប្អូនឃើញមកបងប្អូននេះដែលមានបកគោល2នេះគឺជាប្រភេទផ្កាញីបងប្អូនមើលឃើញបកគោល2គឺជាប្រភេទផ្កាញីហើយផ្កាដែលមានបកគោល1ការដែលមានបកគោលមួយហ្នឹងគឺជាប្រភេទផ្កាឈ្មោលបាទបងប្អូននេះផ្កានេះគឺគេហៅថាផ្កាឈ្មោលបកគោលវាតែមួយនេះអញ្ចឹងនៅពេលដែលថ្មនេះគឺម៉ោង8ម៉ោង9នេះគឺជាពេលវេលាមួយដែលការស្វាយកំពុងតែបង្កាត់គ្នាបាទមានខ្យល់លិះចេះគឺបង្កាត់គ្នាបានល្អណាស់រវាងកេសរញីនិងកេសរឈ្មោលរបស់ផ្កាបាទកំពុងតែបង្កាត់គ្នាហើយបងប្អូនចំណាំមើលថាដើមស្វាយមួយដើមដែលមានកេសរញីច្រើនអញ្ចឹងក៏អាចមានផ្លែច្រើនដែរបើកេសរញីវាតិចផ្កាស្វាយនោះក៏មានផ្លែតិចដែរបាទអរគុណចំពោះបងប្អូនដែលបានទស្សនាវីដេអូរបស់យើងខ្ញុំអំពីថាតើអ្នកស្គាល់ការស្វាយញីនិងឈ្មោលដោយប្រភេទណាសូមអរគុណសូមជម្រាបលា